អ្នកណាកាច់កាត់ហ្នឹងគឺខ្ញុំចុះមានរឿងអីខ្ញុំសួរម្ដងទៀតអ្នកណាកាច់កាត់ហ្នឹងកូនអើយពួកយើងទៅវិញទៅកុំខ្លាចអីម៉ែមិនអីទេយើងមិនបានឆ្លោះគ្នាទេថ្ងៃនេះទៅរកទុកលំបាកដែលម៉ែធ្លាប់ខ្ញុំនឹងទារមកវិញទាំងអស់មានរឿងអីហ្នឹងយកឯកសារភាគហ៊ុននិងបំណុលហាងនេះមកឲ្យគ្រាន់តែយកច្រឡំទេអ៊ំស្រីគាត់រៀងរំភើបបន្តិចនេះគេហៅថាការពីមុខមាត់ប្រេងថតទៅថតឲ្យអ្នកណាមើលនាងតូចខ្ញុំថាឈប់បានឈប់ទៅអញ្ចឹងហ៎ធ្វើពើម្លេះថាថត23ប៉ុស្តិ៍ធ្វើអីពួកយើងបានទុកឲ្យមេនាងមើលមេពួកយើងហ៎គិតថាមេយើងចេះតែឲ្យអ្នកណាជួបផ្ដេសផ្ដាសមែនចៅវាយការទិញក្រុមហ៊ុនស5នាទីទៀតនិយាយសិនទៅម៉ែខ្ញុំនៅហាងសាខាខាងត្បូងត្រូវគេខាត់មិនឲ្យលពងកងដែរថែមទាំងកាច់កាត់ខ្ញុំចោលទៀតអ្នកគ្រប់គ្រងហាងឈោមើលហើយនិយាយថានេះជាការការពារមុខមាត់ប្រេងសម្ដែងទៀតទៅខ្ញុំចង់ដឹងថានាងខទៅអ្នកណាណាទាញសំណុំរឿងទិញក្រុមហ៊ុននេះមកមុនទៅទាញមកមុនហ៎កូនអើយកុំព្រោះតែម៉ែខូចការងារធំហានេះហើយជាការងារធំទទួលបញ្ជាខ្ញុំនឹងហៅផ្នែកសកម្មចុះទៅឥឡូវនេះយកឯកសារកិច្ចសន្យានិងបំណុលទាំងអស់មកសិនចៅវាយសង្ស័យថាហាងនេះមានបញ្ហាមិនមែនសង្ស័យទេគឺច្បាស់ការតែម្ដងមើលអ្នកគ្រប់គ្រងនិយាយមិនចេះគិតសោះមកទៅហេតុអីខ្ញុំត្រូវបិទមាត់មនុស្សធននេះខ្ញុំជួបច្រើនណាស់ហើយចូលចិត្តធ្វើរឹកទៀតចាំពាក្យនេះទុកណាបន្តិចទៀតកុំប្រកែកនាងចង់ថតទុកជាផ្សាំងហោះទុកឲ្យមេនាងនិងប្រធាននាងមើលទុកឲ្យអ្នកដែលរៀបទិញក្រុមហ៊ុននេះមើលចង់មានន័យថាម៉េចមានន័យថាហាងនេះលែងជារបស់នាងឆាប់នេះហើយចៅវាយថាមកដល់ឥឡូវហើយហាលឺទេនាងថាចង់ទិញក្រុមហ៊ុនយើងហោះឲ្យឈប់ទៅម៉ែមិនទិញទេម៉ែពិតជាមិនទិញទេកុំប៉ះណាចាំបន្តិចទៀតមេនាងមកដល់ខ្ញុំឲ្យនាងនិយាយម្ដងទៀតនៅមុខគេទីស្នាក់ការកណ្ដាលខលមកមិនទទួលក្នុងហាងមានលោកស្រីលីននៅទីនោះទេបើក speaker ទៅសាខាខាងត្បូងផ្អាកដំណើរការទាំងអស់រក្សាកាមេរ៉ាសុវត្ថិភាពជាបន្ទាន់លោកប្រធានកំពុងចុះទៅទីនោះដោយផ្ទាល់ហើយមិនអាចទៅលោកប្រធានអីទៅលោកអគ្គនាយកលូមកដល់ហើយលោកលូចុះមកដល់ទីនេះផ្ទាល់តែម្ដងគ្រាន់តែជារឿងតូចតាចសោះពួកយើងនឹងដោះស្រាយឥឡូវនេះហើយអ្នកណាអាចប្រាប់ខ្ញុំបានថាមានរឿងអីគឺកាត់អ៊ំស្រីនេះមានបញ្ហាម្ល៉េះហើយទើបនិយាយគ្នាមិនសូវយល់គ្នាមែនហើយនារីម្នាក់នេះរៀងរំជួលចិត្តបន្តិចចូលមកថតផ្ដេសផ្ដាសរករឿងចង់ជួបមិនមែនទេនាងជាអ្នកកាច់កាត់មុនអ៊ំស្រីកុំទម្លាក់កំហុសឲ្យគេណានាងតូចកុំតន់ខឹងអីយ៉ាងណាក៏ដោយរឿងធំមិនល្អទេកាច់កាត់ហើយមិនសួរថាអ្នកណាកោះដៃម៉ែខ្ញុំទេតែបែរជាងាកមកប្រាប់ថារឿងធំមិនល្អលោកអគ្គនាយកគុំស្ដាប់នាងមករករឿងទេពិតមាត់មើលឲ្យច្បាស់ទៅនេះឬវិធីការពារមុខមាត់ប្រេងរបស់អ្នករឿងថ្ងៃនេះគឺជាកំហុសសេវាកម្មហាងយើងខ្ចប់កងដៃនេះជូនអ៊ំស្រីទៅចាត់ទុកថាសុំទោសចោះនាងតូចពួកយើងសុទ្ធតែអ្នកថ្លៃថ្នូរកុំបង្កចំនួនអីវាមិនល្អទេពេលម៉ែខ្ញុំចូលរោងការប្រមាថនៅទីនេះពួកលោកធ្លាប់គិតពីភាពថ្លៃថ្នូរទេចុះនាងចង់បានអីទីមួយយកកាមេរ៉ាសុវត្ថិភាពមិញនេះមកឯលើអីកាមេរ៉ាមិនអាចឲ្យមើលផ្ដេសផ្ដាសទេបើសិនជាបែកធ្លាយចៅវាយឯកសារបានមកដល់ហើយកិច្ចសន្យាឈ្នួលស9ខែតែជំពាក់ថ្លៃឈ្នួល2ខែហើយតែប៉ុណ្ណោះអត្រាត្អូញត្អែឈរលេខ1ក្នុងសាខាទៀតកំហុសផ្ទៃក្នុងច្រើនណាស់តែត្រូវគេលាក់ចិត្តមិនមែនលោកថាហាងនេះលក់ដាច់ជាងគេទេគឺខ្ញុំបំរុងរាយការណ៍នៅចុងខែលោកអគ្គនាយកគុំជឿនាងសុទ្ធតែជារឿងកុហកចុះរឿង3ខែមុននៅហាងខាងទៀតដែលឆ្លុះជាមួយភ្ញៀវហើយសង្កេ27000ចង់ឲ្យទម្លាយដែរទេនាងដឹងបានម៉េចរឿងថ្ងៃនេះជាកំហុសគ្រប់គ្រងខ្ញុំនឹងឲ្យគេសុំទោសអ៊ំស្រីភ្លាមគូផាកពិន័យក៏ផាកទៅគូដេញចេញក៏ដេញទៅវាមិនទាន់គ្រប់គ្រាន់ទេពេលម៉ែខ្ញុំឈរនៅទីនេះមានអ្នកណាចាត់ទុកគាត់ជាមនុស្សទេអំបញ្ញមិញលោកសួរខ្ញុំជាអ្នកណាពេលនេះខ្ញុំអាចប្រាប់លោកបានខ្ញុំគឺជាមនុស្សរបស់ក្រុមហ៊ុនវ៉ាន់សេងវ៉ាន់ឆេងនាងមកទីនេះចង់ធ្វើអីឲ្យប្រាកដដើមឡើយគ្រាន់តែចង់រកយុទ្ធធម៌ឲ្យម៉ែទេតែឥឡូវខ្ញុំទើបដឹងថាហាងនេះមានបញ្ហាធំជាងអ្វីដែលខ្ញុំគិតចៅវាយសុំទោសតាមផ្លូវស្ទះពេកឯកសារបានយកមកដល់ហើយនៅទីនេះទាំងអស់លោកលូចាប់ពីពេលនេះទៅសិទ្ធិដំណើរការហាងនេះត្រូវផ្អាកបណ្ដោះអាសន្នតាហោះលោកសុនដូចជាមានការយល់ច្រឡំហើយត្រឹមរឿងតូចតាចសោះនឹងរឿងតូចតាចក្នុងមាត់លោកធ្វើឲ្យក្រាតដល់ក្រុមប្រឹក្សាពិបាលហើយហេតុអីថ្នាក់លើត្រូវខ្វល់រឿងចំនួនហាងតូចមួយនេះនាទីមុនក្រុមហ៊ុនវ៉ាន់សេងបានបញ្ចប់ការទិញបំណុលក្រុមហ៊ុននេះរួចរាល់ហើយចុះឥឡូវលោកនៅគិតថាខ្ញុំមករករឿងលោកលេងទៀតទេចៅវាយលោកប្រធានកំពុងចុះមកទីនេះហើយលោកប្រធានផ្ដាំមកថាបើថ្ងៃនេះដោះស្រាយមិនឲ្យនាងពេញចិត្តទេអ្នកដែលត្រូវដេញចេញមុនគេមិនមែនបុគ្គលិកទេក៏មិនមែនមេហាងដែរគឺលោកនឹងឯងលោកប្រធានគូលោកអញ្ជើញមកផ្ទាល់ឬថ្ងៃនេះធ្វើឲ្យនាងរងទុក្ខហើយគឺជាកំហុសខ្ញុំមិនអីទេរឿងប៉ុណ្ណឹងសោះខលហៅពេទ្យមកពិនិត្យរត់មិនបាច់ទេមែនគុំនិយាយច្រើនថ្ងៃនេះខ្ញុំនឹងផ្ដល់យុទ្ធធម៌ជូនអ្នកលោកប្រធានមកលឿនណាស់ទោះលឿនយ៉ាងណាក៏រឿងនៅតែកើតឡើងដដែលលោកប្រធានគឺគ្រាន់តែយល់ច្រឡំទេខ្ញុំពិតជាមិនមានចិត្តណាទេនាងជាអ្នកណាខ្ញុំជាបុគ្គលិកលក់កាត់នាងកាច់មែនទេខ្ញុំស្មានតែកាច់ខ្លាំងកាច់កាត់ភ្ញៀវជាសាធារណៈបានលោកប្រធានរឿងនេះជាការទទួលខុសត្រូវខ្ញុំបិទមាត់គុំតន់អីដោះស្រាយម្ដងម្នាក់កាមេរ៉ានៃណាខ្ញុំបានរក្សាទុកកំណត់ត្រាដើមទាំងអស់ហើយលោកប្រធានមនុស្សច្រើនណាស់បើចាក់កាមេរ៉ាជាសាធារណៈខ្លាចប៉ះពាល់ដល់ប្រេងយើងអំបញ្ញមិញមិនទើបតែនិយាយថាបើបែកធ្លីខ្លាចខាតឬអីសំឡេងកាមេរ៉ាអ៊ំស្រីលបងមិនបានទេតែគ្រាន់អញ្ចឹងប្រយ័ត្នកោស្កង់ដៃយើងនេះមិនហួសហេតុពេកទេមនុស្សធននេះខ្ញុំជួបច្រើនណាស់ក្រហើយចូលចិត្តធ្វើរឹកទីលោកប្រធានខ្ញុំមិនមានន័យអញ្ចឹងទេគឺគ្រាន់តែជ្រុលមាត់ហោះជ្រុលមាត់មួយម៉ាត់ជន់ឆ្លៀកអតិថិជនដល់ថ្នាក់នេះនាងជ្រុលមាត់ចោះនាងវិញលោកប្រធានខ្ញុំគ្រាន់តែចង់សម្រួលស្ថានភាពបិទបាំងកំហុសថាជាការការពារប្រេងលាក់កាមេរ៉ាថាជាសិទ្ធិឯកជនក្នុងនាមជាអ្នកចាត់ការទូទៅចាប់ពីពេលនេះទៅជួការងារ50%លោកប្រធានដោះស្រាយបែបនេះខ្ញុំមិនពេញចិត្តទេ
មានសំណុំពរអីទៀតប្រាប់មកទី1ភាពថ្លៃថ្នូរដែលម៉ែខ្ញុំបាត់បង់ថ្ងៃនេះខ្ញុំចង់ឲ្យស៊ើបអង្កេតគ្រប់ហាងទាំងអស់ទី3ខ្ញុំចង់ដឹងថាអ្នកណានៅពីក្រោយជួយបិទបាំងហាងនេះត្អូញត្អែឈរលេខ1កំណត់ត្រាខុសឆ្គង3ឆ្នាំជាប់គ្នាតែគ្មានការផ្លាស់ប្ដូរអ្នកគ្រប់គ្រងសោះខ្ញុំសង្ស័យមានអ្នកធំជួយបាំងនិយាយត្រូវមានភស្តុតាងណាកុំភ័យខ្ញុំមកថ្ងៃនេះដើម្បីយកភស្តុតាងឯកសារជំទី2មកដល់ហើយចៅហ្វាយអានឲ្យពួកគេស្ដាប់ទៅអត្រាលុបចោលការត្អូញត្អែពោះជាងធម្មតា3ដងនេះការវិតម្លៃផ្ទៃក្នុងប្រែចេញពីកណនីទីស្នាក់ការកណ្ដាលទេទីស្នាក់ការកណ្ដាលលោកលូនៅចង់ប្រកែកទៀតទេថាជាការសម្រេចចិត្តខ្លួនឯងកាន់នេះច្រើនណាស់មិនមែនសុទ្ធតែខ្ញុំអ្នកបញ្ជាទេខ្ញុំមិនទាន់ថាលោកអ្នកបញ្ជាផងភ័យអីស៊ុនឡានបិទសិទ្ធិប្រព័ន្ធប្រតិបត្តិការកណ្ដាលភ្លាមហើយសវនកម្មចុះត្រួតពិនិត្យយប់នេះតែម្ដងចៅហ្វាយទើបទទួលដំណឹងមានអ្នកនៅទីស្នាក់ការកណ្ដាលចង់លុបទិន្នន័យមុនពេលបិទប្រព័ន្ធមើលទៅត្រីមួយនេះធំជាងការគិតទៅទៀតលោកប្រធានគូនៅគិតថាវាត្រឹមជាបញ្ហារបស់ហាងនេះទៀតទេលោកប្រធានមិនក៏គាត់មកដែររំលេះឯងមកធ្វើអីប្រព័ន្ធត្រូវបិទទាំងស្រុងហើយខ្ញុំត្រូវតែមកមើលហើយថាមានរឿងធំអីគាត់មកដល់ពេលនេះមិនមែនគ្រាន់តែមកមើលទេនេះប្រកាសជាលោកស្រីលីនហើយលោកអនុប្រធានគូព័ត៌មានលឿនណាស់បើយឺតបន្តិចខ្លាចតែកូនចៅស្លាប់ដោយមិនដឹងខ្លួនទេលោកនៃរបស់ខ្ញុំគឺបើរឿងធំដល់ថ្នាក់នេះហើយត្រូវតែនិយាយឲ្យច្បាស់គាត់ហៅលោកពូមិនមែនលោកប្រធានទេអ្នកណាកាច់កាត់លោកអនុប្រធានគូគឺវ៉ាងលីជ្រុលដៃខ្ញុំសួរនាងមែនទេលោកអនុប្រធានខ្ញុំស្មានតែខ្លាយមើលមិនស្គាល់ពិតឬខ្លាយក៏ហ៊ានកាច់កាត់គេដែរអ្នកណាឲ្យថ្លើមធំម្លេះវីមួយកំភ្លៀងនេះមិនមែនស្ដីបញ្ចង់ទាញអំណាចត្រឡប់មកវិញនេះមិនមែនកន្លែងបញ្ចេញអំណាចទេខ្ញុំក៏មិនចង់បញ្ចេញអំណាចតែមានអ្នកយកមុខមាត់ក្រុមហ៊ុនមកជន់ឈ្លីខ្ញុំមិនអាចធ្វើជាមើលមិនឃើញទេលោកស្រីលីនថ្ងៃនេះក្រុមហ៊ុនយើងពិតជាអាម៉ាស់ណាស់ម៉ែរបស់អ្នករងទុក្ខក៏មិនអាចត្រឹមពាក្យសំទោសអាចលុបលាងបានដែររឿងស៊ើបអង្កេតដល់ពេលនេះហើយទាញទាំងអ្នកគ្រប់គ្រងនិងទីស្នាក់ការកណ្ដាលចូលរួមទៀតនាងចង់បានយុត្តិធម៌ឬចង់ឲ្យស្ថានភាពវឹកវរសម្ដីដូចចង់សម្រួលតែបង្កប់ការគំរាមកំហែងសម្ដីនេះមានន័យណាស់ណាពេលម៉ែខ្ញុំត្រូវគេជន់ឈ្លីគឺវឹកវរស្រាប់ទៅហើយឥឡូវខ្ញុំទម្លាយបញ្ហាលោកបែរជាសួរខ្ញុំថាចង់ឲ្យស្ថានភាពវឹកវរម៉េចមុខមាត់ក្រុមហ៊ុននេះគឺពឹងលើការកាច់កាត់ភ្ញៀវដើម្បីទ្រទ្រង់សម្ដីប៉ុន្មានម៉ាត់នេះមិនត្រឹមតែដៀលគូហេងតែក៏កំពុងបង្ខំឲ្យខ្ញុំបញ្ចេញមិនដែរលោកស្រីលីនកាច់ជាងការគិតលោកគូក៏ពូកែវៀងជាងខ្ញុំគិតដែរបានហើយពេលនេះមិនមែនជាពេលមកលេងពាក្យសម្ដីទេចូលសាច់រឿងតែម្ដងទៅប្រព័ន្ធកណ្ដាល3ខែនេះមានការទាញទិន្នន័យខុសប្រក្រតី15ដង3ដងពាក់ព័ន្ធនឹងការកែប្រែទិន្នន័យហាងនិង4ដងលុបការត្អូញត្អែចោលរកឃើញកណនីហើយឬនៅរកឃើញហើយគឺជាកណនីរបស់ក្រុមទី2នៃទីស្នាក់ការកណ្ដាលក្រុមទី2ត្រូវហើយលោកប្រធាននោះទេមិនមែនជាកណនីខ្ញុំទេលោកអលឿនពេកហើយដឹងក្រុមទី2ស្ថិតក្រោមការគ្រប់គ្រងអ្នកណាបើនិយាយពីការគ្រប់គ្រងគឺវាស្ថិតក្រោមខ្ញុំប្រព័ន្ធនេះក្រោមការគ្រប់គ្រងតែមិនមែនមានន័យថាខ្ញុំជាអ្នកបញ្ជាគ្រប់រឿងទេតែបើមានបញ្ហាជាការទទួលខុសត្រូវខ្ញុំទទួលស្គាល់លឿនណាស់ណាព្រោះបើមិនទទួលវានឹងរឹតតែអាក្រក់មើលលោកស្រីសាច់អីសើចដែលលោកទទួលស្គាល់យ៉ាងឆ្លាតវៃលោកទទួលស្គាល់ការទទួលខុសត្រូវមិនមែនទង្វើទេលោកទទួលស្គាល់ការធ្វេសប្រហែសមិនមែនជាអ្នកបញ្ជាទេប្រយោគពីរនេះមើលទៅស្រដៀងគ្នាតែទម្ងន់វាគឺខុសគ្នាឆ្ងាយណាស់លើសពីនេះលោកមកទាន់ពេលម្លេះចង់មានន័យថាម៉េចប្រព័ន្ធកណ្ដាលទើបតែបិទលោកក៏មកដល់ភ្លាមលោកសង្ស័យខ្ញុំលុបទិន្នន័យមិនមែនសង្ស័យទេគឺការពារទុកមុនការពារត្រឹមត្រូវគូហេងប្រគល់ទូរស័ព្ទនិងថេបប្លេតរបស់កូនចែងមកខ្ញុំប្រគល់មុនដាក់ចុះទាំងអស់គ្នាកាន់តែសហការបញ្ជាក់ថាគេមិនមែនមកលេងទេគេត្រៀមទុកជាមុនចៅវាយខាងបច្ចេកទេសទៅមកវិញហើយថាមុនពេលបញ្ជាបិទប្រព័ន្ធ5នាទីទិន្នន័យហាងនេះត្រូវបានបំផ្លាញដោយការទាញយកពីចម្ងាយទាញទៅកាន់ទីណាទៅកាន់ម៉ាស៊ីនមេខាងក្រៅកំពុងតាមដានហើយតាមដានទៅលោកគូពិតជាមិនភ័យមែនភ័យមានប្រយោជន៍អីត្រូវសម្រាប់អ្នកអត់កំហុសពិតជាគ្មានប្រយោជន៍មែនខ្ញុំពិតជានិយាយតាមអ្វីដែលគេបង្រៀនក្នុងការបណ្ដុះបណ្ដាលមែនណាខ្ញុំមិនបានតាំងចិត្តទេវ៉ាងលីនាងនិយាយឈួតអីហ្នឹងថយក្រោយវិញនាងឈួតហើយដើម្បីរួចខ្លួននិយាយអីក៏ហ៊ានដែរខ្ញុំមិនបានកុហកទេការពិតទៅតាំងពីខ្ញុំដើរចូលមកគឺត្រូវចាត់ទុកជាមនុស្សដែលត្រូវដេញចេញបាត់ទៅនិយាយទៀតទៅខ្ញុំមិនហ៊ានទេពេលប្រមាថថ្មខ្ញុំអំបញ្ញមិញនេះហ៊ានណាស់តាហីទុកឲ្យនាងនិយាយឲ្យចប់សិនការបណ្ដុះបណ្ដាលបុគ្គលិកថ្មីថយក្រោយវិញនាងឈួតហើយដើម្បីរួចខ្លួននិយាយអីក៏ហ៊ានដែរខ្ញុំមិនបានឈ្មោះអ្នកស្រីថាសាខាខាងត្បូងមានទីតាំងល្អមិនអាចឲ្យភ្ញៀវថ្នាក់ទាបទាញទម្លាក់គេឈ្មោះហាងទេនេះហើយជាសេវាកម្មកម្រិតខ្ពស់របស់អ្នកហ៎លោកប្រធានខ្ញុំគ្រាន់តែចង់រំលែងការលក់និងគេឈ្មោះប្រេនតែប៉ុណ្ណោះអញ្ចឹងយកសេចក្តីថ្លៃថ្នូររបស់អតិថិជនធម្មតាមកបដូរយកអត្រាលក់របស់អ្នកបើមិនទម្លាក់កំហុសទេមិនទាន់ឡើយតែទម្លាក់កំហុសឲ្យលីវណាទាំងអស់លោកប្រធានទង្វើរើសអើងភ្ញៀវនេះទីស្នាក់ការកណ្ដាលមិនដែលអនុញ្ញាតទេលោកលូបោះបង់ចោលគ្នាលឿនម្ល៉េះអំបញ្ញមិញមិនទៅតែថាជារបាយការណ៍រួមរបស់ហាងល្អតែមានស្នាដៃលេចធ្លោទេនេះមិនមែនត្រឹមជាបញ្ហារបស់អ្នកគ្រប់គ្រងទេគឺវាស្អុយរលួយដល់រឹសតែម្ដងលោកប្រធានគូពេលនេះលោកនៅតែគិតថាការងារនឹងបិទហាងវាគ្រប់គ្រាន់ទៀតទេស៊ុនឡានបង្កើតក្រុមការងារពិសេសជាបន្ទាន់ចាប់ផ្ដើមស៊ើបអង្កេតយប់នេះស៊ើបគ្រប់ហាងទាំងអស់ថាតើមានបញ្ហាដូចគ្នាឬអត់គ្មានហាត់លេខាខ្ញុំទេ
គ្មាននរណាម្នាក់អាចប៉ះពាល់ទិន្នន័យដើមបានឡើយពាក្យសម្ដីរើសអើងភ្ញៀវក៏មានការកែប្រែប្រព័ន្ធក៏មានការគៀបសង្កត់បណ្ដឹងក៏មានពេលនេះនៅសល់តែរឿងមួយទៀតប៉ុណ្ណោះតើអ្នកណាទទួលបានផលប្រយោជន៍ពីវារកឃើញអ្វីខ្លះអានឯកសារទី3ឲ្យពួកគេស្ដាប់ទៅ18ខែកន្លងមកនេះការបដូរទៅជាសមាជិកថ្នាក់ខ្ពស់ដែលការទិញដែលបែរជាទាបខុសពីយ៉ាងទៀតការចំណាយលើការថែទាំអតិថិជនធំបានពីនេះកញ្ចប់ថវិកាប្រតិបត្តិការឈ្មោះអតិថិជនទាំងនោះគឺទេស្អាតកញ្ចប់ថវិកាប្រតិបត្តិការមានការចុះហត្ថលេខាពីមជ្ឈមណ្ឌលប្រតិបត្តិការនិងថ្នាក់ដឹកនាំតែឈ្មោះទេស្អាតថវិកាបែរជាត្រូវដកត្រូវហើយលោកប្រធានរឿងនេះខ្ញុំអាចជាច្រើនដងគឺទាញកញ្ចប់ថវិកាមុនទៅបំពេញឯកសារតាមក្រោយរហូតឈ្មោះអតិថិជនក៏គ្មានកញ្ចប់ថវិកាទាំង7នេះចុងក្រោយហូរទៅណាចៅហ្វាយក្រុមបច្ចេកទេសភ្ជាប់បានហើយ